ការអោបគឺជាទង្វើសាមញ្ញមួយប៉ុន្តែវាមានអំណាចដ៏អស្ចារ្យដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែករាងកាយនិងផ្លូវចិត្តការសិក្សាជាច្រើនបានបង្ហាញថាការអោបមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ល្អទេតែវាក៏ជួយដល់សុខភាពទាំងមូលរបស់យើងផងដែរ 1. កាត់បន្ថយភាពតានតឹងនៅពេលដែលអ្នកអោបនរណាម្នាក់រាងកាយនឹងបញ្ចេញអរម៉ូនមួយយ៉ាងហៅថាអុកស៊ីតូស៊ីនដែលជួយកាត់បន្ថយអរម៉ូនកូទីសូលនៅក្នុងខ្លួននេះជួយឲ្យចិត្តមានសភាពស្ងប់ស្ងាត់និងបន្ធូរអារម្មណ៍តានតឹង 2. ការធ្វើឲ្យអារម្មណ៍ប្រសើរឡើងការអោបជួយបង្កើនកម្រិតអរម៉ូនដូផាមីននិងសេរ៉ូតូនីនដែលជាអរម៉ូនទទួលខុសត្រូវចំពោះអារម្មណ៍រីករាយនិងសុភមង្គលនេះអាចជួយប្រឆាំងនឹងអារម្មណ៍សោកសៅនិងជំងឺបាក់ទឹកចិត្ត 3. ពង្រឹងប្រព័ន្ធភាពស៊ាំការអោបអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកការសិក្សាបានបង្ហាញថាអ្នកដែលអោបគ្នាញឹកញាប់មានហានិភ័យទាបក្នុងការឈឺផ្ដាសាយនិងជំងឺឆ្លងផ្សេងៗ 4. ជួយដល់សុខភាពបេះដូងការអោបអាចជួយកាត់បន្ថយសម្ពាធឈាមនិងកម្រិតចង្វាក់បេះដូងនេះមានន័យថាការអោបជាប្រចាំអាចជួយដល់សុខភាពបេះដូងរបស់អ្នក 5. បង្កើនទំនុកចិត្តលើខ្លួនឯងការអោបផ្ដល់នូវអារម្មណ៍ថាអ្នកមានតម្លៃនិងត្រូវបានគេស្រឡាញ់អារម្មណ៍នេះជួយបង្កើនទំនុកចិត្តលើខ្លួននិងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ 6. កាត់បន្ថយការភ័យខ្លាចការអោបអាចជួយកាត់បន្ថយអារម្មណ៍ភ័យខ្លាចទាំងផ្លូវកាយនិងផ្លូវចិត្តវាផ្ដល់នូវអារម្មណ៍សុវត្ថិភាពនិងការការពារ 7. ធ្វើឲ្យការគេងប្រសើរឡើងអរម៉ូនអុកស៊ីតូស៊ីនដែលបញ្ចេញនៅពេលអោបអាចជួយឲ្យអ្នកគេងលក់ស្រួលនិងលក់បានជ្រៅជាងមុន 8. ពង្រឹងទំនាក់ទំនងការអោបគឺជាទម្រង់មួយនៃការទំនាក់ទំនងដោយមិនប្រើពាក្យសម្ដីដែលអាចពង្រឹងចំណងមិត្តភាពនិងទំនាក់ទំនងគ្រួសារនិងស្នេហា 9. កាត់បន្ថយការឈឺចាប់ការអោបអាចជួយបន្ធូរសាច់ដុំដែលតានតឹងនិងកាត់បន្ថយការឈឺចាប់បន្តិចបន្តួចបាន 10. បង្កើនការយល់ចិត្តនៅពេលដែលយើងអោបនរណាម្នាក់យើងអាចមានអារម្មណ៍ពីអារម្មណ៍របស់គេហើយនេះជួយបង្កើនការយល់ចិត្តនិងការអាណិតអាសូរចំពោះអ្នកដទៃ 11. ពង្រឹងការចងចាំការអោបអាចជួយបង្កើនការចងចាំនិងមុខងារខួរក្បាលឲ្យដំណើរការបានល្អ 12. បង្កើនអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពការអោបផ្ដល់នូវអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពដែលធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់និងមានសេចក្ដីសុខ